សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី5របស់យើងខ្ញុំហើយវីដេអូទី5នេះយើងនឹងនិយាយអំពីការយល់ពីខ្លួនឯងអ្នកលក់ដែលប្រកែបំផុតណាគឺជាអ្នកដែលស្គាល់ច្បាស់ពីផលិតផលខ្លួនឯងដឹងពីចំណុចល្អចំណុចខ្សោយអំពីផលិតផលខ្លួនឯងច្បាស់បំផុតហើយនៅក្នុងជីវិតប្រចាំថ្ងៃឲ្យតែតកតងនឹងការរកចិញ្ចឹមជីវិតណាគឺយើងត្រូវតែពឹងផ្អែកទៅលើសមត្ថភាពនៃការលក់ការចូលសម្ភារការងារឬមួយក៏ការសម្ភារអាហារប្រកបជាដើមណាគឺសុទ្ធតែត្រូវពឹងទៅលើការលក់ទាំងអស់គឺលក់ពីចំណុចល្អរបស់អ្នកលក់ពីភាពខ្លាំងរបស់អ្នកដើម្បីឲ្យអ្នកដែលគាត់សម្ភារយើងហ្នឹងជ្រើសរើសយកយើងពីក្នុងចំណោមអ្នកដែលមកសម្ភារផ្សេងទៀតថាយើងមានចំណុចខ្លាំងអីដែលគេត្រូវតែជ្រើសរើសយកយើងនៅក្នុងសម័យ AI នឹងទៀតណាក្រុមហ៊ុនធំក្រុមហ៊ុនបច្ចេកទេសយៈនៅក្នុងពិភពលោកហ្នឹងណាគេប្រើប្រាស់ទៅលើ AI ទៅលើការវិភាគទិន្នន័យឬមួយក៏ការសិក្សាទៅលើសកម្មភាពរបស់អតិថិជនហើយនឹងភ្ញៀវគោលដៅរបស់គេហ្នឹងណាដើម្បីតាក់ទាញអ្នកដើម្បីធ្វើឲ្យអ្នកណាចំណាយពេលទៅលើ platform របស់គេទៅលើបណ្ដាញសង្គមរបស់គេហ្នឹងកាន់តែច្រើនហើយនឹងណែនាំឲ្យអ្នកទិញនៅផលិតផលដែលអ្នកមិនទាំងត្រូវការចាំបាច់ផងនៅក្នុងជីវិតនៅពេលដែលអ្នកអត់ច្បាស់ពីខ្លួនឯងក្រុមហ៊ុនផលិតផលទាំងអស់ហ្នឹងគេដឹងច្បាស់ពីអ្នកអញ្ចឹងគឺគេយកទិន្នន័យរបស់អ្នកពីសកម្មភាពតិចរបស់អ្នកហ្នឹងដើម្បីយកទៅរក្សាទុកនៅក្នុងdata center របស់គេអញ្ចឹងទៅហើយបន្ទាប់មកគេប្រើទិន្នន័យទាំងអស់របស់អ្នកហ្នឹងតិចហ្នឹងដូចអ្នកចូលចិត្ត like ទៅលើcontent មួយណាអ្នកឯងចំណាយពេលទៅលើមើលទៅលើវីដេអូឬមួយក៏អានទៅលើអត្ថបទបែបណាច្រើនចំណាយពេលអស់មើលណាយូរអីអញ្ចឹងទាំងអស់ហ្នឹងគឺសិតតែជាសកម្មភាពដែលគេstore ទិន្នន័យរបស់អ្នកយកទិន្នន័យរបស់អ្នកដើម្បីយកទៅវិភាគដើម្បីណែនាំឲ្យអ្នកមើលឃើញនៅការនៅមេតិកាបែបហ្នឹងកាន់តែច្រើនទៅអញ្ចឹងគឺអ្នកនៅចំណាយពេលនៅលើ platform របស់គេហ្នឹងកាន់តែយូរទៅដែរហើយនៅពេលដែលអ្នកគេដឹងពីអ្នកហាត់តែច្បាស់គឺគេនឹងណែនាំឲ្យអ្នកទិញនៅផលិតផលដែលអ្នកមិនដឹងទាំងខ្លួនឯងថាអ្នកឯងជាមនុស្សដែលចូលចិត្តផលិតផលហ្នឹងផងតែដោយសារតែប្រព័ន្ធ AI ហ្នឹងវាខ្លាំងទៅវាដឹងច្បាស់ពីអ្នកហើយវានឹងណែនាំឲ្យអ្នកទិញនៅផលិតផលទាំងអស់ហ្នឹងហើយអញ្ចឹងមានន័យថាបើសិនជាអ្នកអត់យល់ពីខ្លួនឯងទេ AI នឹងយល់ពីអ្នកច្បាស់ជាងអ្នកយល់ពីខ្លួនឯងហើយអញ្ចឹងបាទខ្ញុំនៅក្នុងវីដេអូហ្នឹងចង់ឲ្យអ្នកសាកគិតមើលថាយើងត្រូវធ្វើម៉េចដើម្បីយើងយល់ពីខ្លួនឯងហើយវាមិនមែនត្រូវចំណាយវាមិនមែនត្រូវជាសកម្មភាពដែលពិបាកអីទេការយល់ពីខ្លួនឯងហ្នឹងគឺជាសកម្មភាពស្រួលហើយងាយស្រួលណាស់ឲ្យតែអ្នកព្យាយាម offline ឬមួយព្យាយាមចំណាយពេលជាមួយខ្លួនឯងឲ្យច្រើនតិចទៅវាអត់ចាំបាច់ត្រូវចំណាយពេល10ទៅ20ឆ្នាំអីដើម្បីអ្នកទាំងអស់គ្នាធ្វើការយល់ពីខ្លួនឯងទេឧទាហរណ៍ដូចអ្នកទាំងអស់គ្នាសាកសង្កេតមើលពីខ្លួនឯងថាអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំអ្វីអ្នកទាំងអស់គ្នាចូលចិត្តអានសៀវភៅបែបណាអ្នកទាំងអស់គ្នាចូលចិត្តដើរលេងភ្នំឬមួយសមុទ្រអ្នកទាំងអស់គ្នាស្រឡាញ់ដៃគូជីវិតបែបណាអ្នកទាំងអស់គ្នាចូលចិត្តសិក្សាជំនាញអីចង់រៀនជំនាញអីទាំងអស់ហ្នឹងណាអ្នកទាំងអស់គ្នាព្យាយាមយល់ពីខ្លួនឯងទាំងអស់ហ្នឹងបន្តិចម្ដងបន្តិចទៅដើម្បីកាន់តែយល់ពីខ្លួនឯងកាន់តែដឹងពីខ្លួនឯងអញ្ចឹងអ្នកទាំងអស់គ្នាអត់នឹងស្ថិតទៅក្នុងជាគោលដៅរបស់ AI របស់ក្រុមហ៊ុនធំទាំងអស់ដើម្បីយកអ្នកទៅធ្វើជាអតិថិជនគោលដៅរបស់គេហើយណែនាំឲ្យអ្នកទាំងអស់គ្នាចំណាយពេលចំណាយថវិកាទៅលើផលិតផលហើយនិងសេវាកម្មរបស់គេនោះទេអញ្ចឹងក្នុងសម័យហ្នឹងពេលខ្លះអ្នកទាំងអស់គ្នានឹងត្រូវស្ថិតទៅក្នុងគេហៅថាជាសតិតិសិក្សារបស់គេទិន្នន័យសិក្សារបស់គេអញ្ចឹងវាសំខាន់ណាស់នៅក្នុងសតវត្សទី21នៅក្នុងសម័យកាល AI ហ្នឹងដែលអ្នកទាំងអស់គ្នាត្រូវរៀនយល់ពីខ្លួនឯងសូមអរគុណ